ជ័យបានកម្រិតមួយប្រាប់តែគាត់មានជំងឺផ្ទាល់ខ្លួនគឺជំងឺបាទជំងឺគ្រឿងក្នុងច្រើនមុខបងប្អូនមានពោះវៀនមានស្ពូនមានគ្រប់សពបែបយ៉ាងស្ទើរថាសង្កថាបើសិនជាគ្មានលុយមើលទេម្ដាយខ្ញុំនឹងស្លាប់កាលពី1ឆ្នាំមុនប៉ុន្តែខ្ញុំបានប្រចាំផ្ទះម្ដងថ្ងៃនេះម៉ែខ្ញុំអត់ដឹងទេខ្ញុំតែងតែនិយាយថាម៉ែអត់អីទេទោះម៉ែមើលអស់ប្រមាណក៏ខ្ញុំមានលុយមើលដែរមានបងប្អូនយើងជាច្រើនពុកម៉ែស្ដីឲ្យខ្ញុំថាហេតុអីបានខ្ញុំមិនប្រើជីវិតឲ្យលោឆាយមិនប្រើជីវិតឲ្យអស់ចានៅក្នុងនាមជាណាខ្ញុំប្រាប់ពួកគាត់ទៅវិញថាខ្ញុំអត់មានទេប៉ុន្តែបើម្ដាយខ្ញុំឈឺខ្ញុំលូនទៅច្រៀងក៏ខ្ញុំលូនទៅដែរដើម្បីម្ដាយខ្ញុំបន្ទល់ថ្ងៃនេះគាត់ជាបានប្រហែលជា80%ហើយបងប្អូនខ្ញុំសប្បាយចិត្តខ្លាំងមែនទែនទោះបីជាខ្ញុំអស់អីក៏ដោយខ្ញុំជាពាក់គេប៉ុណ្ណាក៏ដោយក៏ខ្ញុំអត់ខ្វល់ដែរជីវិតខ្ញុំ27ខ្ញុំនៅទៅមុខបានឆ្ងាយណាស់តែម្ដាយខ្ញុំមួយគឺទោះបីជាភ្នំមួយខ្ញុំត្រូវលីម្នាក់ឯងក៏ខ្ញុំលីដែរបងប្អូន